ដើមពោនមួយហ្នឹងសបូរផ្លែណាបងប្អូនគឺសបូរផ្លែមែនទែនយើងដើររកមើលកន្លែងដាក់អន្ទាក់សត្វអន្ទាក់អីហ្នឹងបងប្អូនគាត់ដាក់កប្រុកដាក់ស្កាអញ្ចឹងណាបងប្អូនបាទដើររកឃ្មុំរកអីចឹងក៏បានប្រទះដើមពោនមួយដើមបាទនិយាយទៅផ្លែទុំពេញដើមតែមកជុះទៅខ្ញុំក៏បានរើសយកមកច្រកថងហើយដូចតែទុកចែកបងប្អូនឯអ្នកណាចង់យកទៅស្លយកទៅអីទៅណាឬក៏អ្នកណាគេចង់ទិញចង់អីហ្នឹងក៏ខ្ញុំក៏បានច្រកបដើអញ្ចឹងទៅខ្ញុំបានថត vlog វីដេអូវែងទៅគាត់ឲ្យបងប្អូនបានទស្សនាអញ្ចឹងទៅពេលមកពីរកពូនរះហើយហ្នឹងបងប្អូនខ្ញុំក៏បានធ្វើចក្រង់មួយដែរចក្រង់ក្តាមបងប្អូនមួយចំនួនធ្លាប់នៅស្រុកស្រែចំការនៅពីក្មេងៗស្គាល់ហើយចក្រង់ក្តាមហ្នឹងខ្ញុំបានដាក់នៅខាងមុខវីដេអូគឺខ្ញុំបានធ្វើបានចក្រង់មួយបងប្អូនចក្រង់ហ្នឹងដាក់ពេលណាខែធ្លាក់ខ្យល់ធ្លាក់អីមកពីទិសឦសានខែគេច្រូតស្រូវហ្នឹងយើងមានចក្រង់ហ្នឹងគឺសំឡេងចក្រង់ហ្នឹងគឺព្រោះណាបងប្អូនព្រោះមែនតើគេធ្វើឲ្យខ្ញុំនឹកសំណោះកាលនៅក្មេងខ្ញុំធ្លាប់ធ្វើចក្រង់ហ្នឹងចែកមិត្តភ័ក្តិចែកអីលេងបងប្អូនជំនាន់ហ្នឹងវាមានតែរបស់របិអញ្ចឹងលេងបងប្អូនមិនដូចជាលេងឈូងបោះអង្គញ់អីហ្នឹងបងប្អូនចូលគាត់ថ្នោតអីធ្វើបោះអង្គញ់បោះអីអញ្ចឹងទៅមានកសែងក្រមាអីហ្នឹងគឺនាំគ្នាលេងចោលឈូកបោះកន្សែងអញ្ចឹងបងប្អូនកាលនៅវ័យកុមាររត់លេងបលែងតាមវាស្រែមានចំបើងមានអីហ្នឹងគឺយើងលេងសប្បាយមែនទែនជំនាន់ហ្នឹងគឺมันមានបច្ចេកវិទ្យាអីដូចសពថ្ងៃហ្នឹងទេបងប្អូនប៉ុន្តែឥឡូវនេះពេលវេលាគឺវាដើរហួសអស់ហើយបងប្អូនវ័យខ្ញុំក៏ជ្រីចូលនឹង30ដល់ហើយពេលវេលាវាមិនអាចដើរត្រឡប់ទៅក្រោយទៅអតីតកាលបានទេនេះគ្រាន់តែខ្ញុំរំលឹកពីអតីតកាលបន្តិចឲ្យបងប្អូនបានទស្សនាបានស្ដាប់ពីអតីតកាលខ្ញុំនៅពីក្មេងមកខ្ញុំតស៊ូមានពេលនេះវេលានេះបងប្អូនបាទគឺលំបាកណាស់ខិតខំណាស់ប្រឹងណាស់បងប្អូនមកបានដើរមកដល់ចំណុចនេះរាល់ថ្ងៃបងប្អូនឥឡូវយើងត្រឡប់មកយើងច្រកពូនវិញបងប្អូនច្រកបានប្រហែលជាតែ4ថងឯងមិនមានគេសុំគេអីដែរអញ្ចឹងខ្ញុំច្រកទុកឲ្យអ៊ំនៅក្បែរផ្ទះខ្ញុំហើយនឹងទុកបានទៀតក៏មានអ្នកចង់ទិញយ៉ាងអីខ្ញុំទុកលក់អីចឹងទៅឥឡូវយើងពណ៌ច្រកបដាទៅក៏បានមិញហ្នឹងក៏មានគេចង់ទិញចង់អីដែរបងប្អូនមិនទៅរើសពូនហ្នឹងគឺហត់ដែរហ្នឹងបងប្អូនហ្នឹងហើយព្រោះនៅក្រោយផ្ទះខ្ញុំមានបឹងបងប្អូនមានបឹងមានដើមពោតមានអីចឹងបងប្អូនឥឡូវបែកញើសទៅស្រាក់ទៅសានដែរហ្នឹងឥឡូវយកពូនទុកសិនបងប្អូនព្រោះឲ្យខ្ញុំទៅដល់ម៉ោងសម្រានខ្លះដែរបងប្អូនព្រោះហត់